សួស្តីបងប្អូនបាទថ្ងៃនេះសូមណែនាំបងប្អូនពីរបៀបគេហៅថាមើលគីឡូខ្លួនឯងតើខ្លួនយើងហ្នឹងលើសគីឡូឬក៏ចូលជំងឺធាត់ឬក៏ខ្វះគីឡូអញ្ចឹងហើយបានជាខ្ញុំគិតថាអាការមើលនេះគឺសំខាន់បងប្អូនតែចាំណាបើសិនជាយើងលើសគីឡូតិចម្ដងអាហ្នឹងបញ្ជាក់ថាគេហៅថាអរម៉ូនអាំងសាលីនរបស់យើងគឺចាប់ដើមធ្វើការខុសប្រក្រតីតិចម្ដងហើយគេថាអាំងសាលីនគឺជាអរម៉ូនមួយដែលវាជួយគ្រប់គ្រងស្ករនៅក្នុងសរសៃឈាមរបស់យើងនឹងឲ្យកោសិកាយើងទទួលជាតិស្ករអញ្ចឹងណាហើយបើសិនជានៅក្នុងសរសៃឈាមយើងមានស្ករច្រើនអរម៉ូនហ្នឹងបំប្លែងអាស្ករដែលលើសហ្នឹងចូលទៅក្នុងគេហៅថាកោសិកាសាច់ដុំកោសិកាថ្លើមហើយនិងកោសិកាខ្លាញ់អញ្ចឹងហើយបានវាធ្វើឲ្យយើងនឹងលើសគីឡូហើយនឹងលើសខ្លាញ់លើសស្ករទាំងអស់ហ្នឹងឯងអានេះគឺសំខាន់មែនតើហើយល្អទៀតណាតោះមកមើលបងប្អូនគ្នាដំបូងបងប្អូនចូល App Store ទៅបាទហើយបងប្អូនវារកឈ្មោះ app បាទណាគេដាក់ថា BMI បាទ calculator បាទបងប្អូនចុចមកបងឃើញច្រើនមែនតើបងខ្ញុំសូមណែនាំបងប្អូនប្រើមួយនេះណា BMI calculator weight tracker បាទថានេះគឺអាចកត់ត្រាទម្ងន់យើងឲ្យយើងទៀតអញ្ចឹងណាបាទខ្ញុំ download ហើយអញ្ចឹងខ្ញុំចុចទៅ open មកបាទណាអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើមុនគេហ្នឹងគឺបងប្អូនត្រូវបំពេញទម្ងន់ហើយនឹងកម្ពស់របស់បងប្អូនបាទខាងលើហ្នឹងគឺជាទម្ងន់ហើយឧទាហរណ៍បងប្អូនណាទម្ងន់របស់ខ្ញុំគឺ70គីឡូហើយកម្ពស់របស់ខ្ញុំឧទាហរណ៍ថា1.65 ម៉ែត្របាទណាហើយនៅស្រុកមួយចំនួនគេគិតជា feet អញ្ចឹងបងប្អូនអាចដាក់ feet បានហើយទម្ងន់អ្នកខ្លះគេគិតជា pound អញ្ចឹងដាក់ pound បានតែស្រុកខ្មែរយើងភាគច្រើនចង់ 90% បាទគឺយើងប្រើគីឡូបាទហើយកម្ពស់សង់ទីម៉ែត្រអញ្ចឹងបងប្អូនចុចសង់ទីម៉ែត្រមកអញ្ចឹងណាបាទហើយព័ត៌មានបន្ទាប់គឺតកតងជាមួយនឹងការបំពេញថ្ងៃហ្នឹងព្រឹកហ្នឹងអញ្ចឹងបាទអូខេបាទឧទាហរណ៍ថាខ្ញុំអាយុ43អញ្ចឹងខ្ញុំចុចតកន្លែងលេខ43មកបងប្អូនណាបាទនេះ43អញ្ចឹងណាបងប្អូនបាទហើយខ្ញុំភេទប្រុសបាទភេទប្រុសបងប្អូនចុចទៅលើកន្លែងពាក្យថា male នេះមកបាទបងប្អូនភេទស្រីចុចកន្លែង female នេះមកខ្ញុំ male ទេបាទតែប៉ុណ្្នឹងមកបានហើយម្ដងទៀតគីឡូខ្ញុំ70កម្ពស់ 1.65 ហើយខ្ញុំចង់កត់ត្រាគីឡូខ្ញុំព្រឹកហ្នឹងថ្ងៃហ្នឹងបងប្អូនណាបាទអញ្ចឹងតើបញ្ចប់ហើយបងប្អូនចុចទៅលើពាក្យថា calculate ពណ៌ខៀវហ្នឹងបងប្អូនបាទវាចេញមកទេបងប្អូនបាទអញ្ចឹងបងប្អូនឃើញរូបភាពហើយសញ្ញាព្រួញពណ៌ខ្មៅដូចត្រេកវាលកាខាងលើហ្នឹងអត់ទេបងប្អូនអត់ចេះមើលភាសាអង់គ្លេសបងប្អូនមើលតែពណ៌ហ្នឹងទៅគឺដឹងហើយបងប្អូនណាអញ្ចឹងអាសញ្ញាពណ៌ខ្មៅត្រេកវាលកាហ្នឹងចង្អុលចូលទៅក្នុងតំបន់មួយពណ៌លឿងគឺជាតំបន់មួយបញ្ជាក់ថាខ្ញុំលើសគីឡូហើយបងប្អូនបាទអញ្ចឹងបើសិនជាតនិចវាលកាហ្នឹងចង្អុលចន្លោះពី25ដល់30បានថាលើសទម្ងន់ហើយអញ្ចឹងខ្ញុំលើសទម្ងន់ហើយបងប្អូនណាបងប្អូនមើលឃើញពណ៌ទឹកក្រូចទេបងប្អូនអាពណ៌ទឹកក្រូចស្រាលហ្នឹងបាទចន្លោះពី30ដល់35ហ្នឹងណាបើបងប្អូនបដ ாய் ខ្លួនចូលទៅក្នុងពណ៌ហ្នឹងបានថាបងប្អូនកើតជំងឺធាត់កម្រិត1បងប្អូនបាទហើយបើសិនជាបងប្អូនបដ ாய் ខ្លួនឲ្យចូលពណ៌ទឹកក្រូចដែរទឹកក្រូចរៀងដិតតិចបងប្អូនបាទចន្លោះពី35ដល់40អាហ្នឹងគឺជំងឺធាត់កម្រិត2ហើយលើ40ចូលពណ៌ក្រហមហើយជំងឺធាត់កម្រិត3កម្រិតធ្ងន់ណាបងប្អូនណាសូមកុំបដ ாய் ខ្លួនឲ្យដល់ថ្នាក់ហ្នឹងណាអញ្ចឹងសូមកត់ត្រាថែទាំគីឡូបងប្អូនជាប្រចាំធ្វើយ៉ាងម៉េចក៏ដោយឲ្យវាចូលទៅក្នុងតំបន់ពណ៌បៃតងតំបន់ពណ៌បៃតងគឺជាតំបន់មួយល្អមែនទែនចន្លោះពី 18.5 រហូតដល់ 25ហើយបើសិនជាបងប្អូនឃើញក្រោមទៀតបើបងខ្វះគីឡូហើយអូខេបាទហើយបងប្អូនឃើញព័ត៌មានដាក់នៅខាងក្រោមទៀតទេ 25.7 អាហ្នឹងគឺជាពិន្ទុ BMI របស់ខ្ញុំហើយបងប្អូនណាបាទអញ្ចឹងខ្ញុំ70គីឡូកម្ពស់ 1.65 ម៉ែត្រភេទប្រុសអាយុ43 BMI ខ្ញុំប៉ុណ្ណឹង 25.7 ហើយបងប្អូនមើលគេហៅថាព័ត៌មានខាងក្រោមដែលវាដាក់មកទៀតឃើញទេបាទសម្រាប់ខ្ញុំគីឡូដែលស្តង់ដារបំផុតសម្រាប់ខ្ញុំចំពោះ 1.65 ម៉ែត្រអាយុខ្ញុំហ្នឹងគឺត្រូវមានចន្លោះពី 50.37 ដល់ 67.79 អញ្ចឹងបងប្អូនបាទគឺចន្លោះហ្នឹងគឺជាចន្លោះគីឡូមួយស្តង់ដាររបស់ខ្ញុំហើយបានថាខ្ញុំលើស2គីឡូចុច21គីឡូបងប្អូនអញ្ចឹងនេះគឺជាទម្ងន់មួយដែលខ្ញុំត្រូវតែយកទៅដាក់ត្រូវទៅតម្លាក់ឲ្យបាន2គីឡូជាងវិញបងប្អូនណាគឺមិនក៏ដោយឲ្យសល់67ឬក៏ក្រោម67ហើយគឺជាគីឡូស្តង់ដារព្រោះបងប្អូនធ្វើហើយបងប្អូនចុចកន្លែង sale កន្លែងពណ៌ខៀវហ្នឹងមកបងប្អូនបាទហើយសូមបញ្ជាក់តិចពេលដែលបងប្អូនចុច sale ហ្នឹងវានឹងចេញពាណិជ្ជកម្មបងប្អូនដោយសារតែយើងប្រើ free អញ្ចឹងយើងទាមទារឲ្យស្ដាប់ឬក៏មើលប្រចាំវាសិនទៅឲ្យបងចុច close មកហ្នឹងវាចេញមកហើយអញ្ចឹងពេលដែលយើងចុច sale ហើយវានឹងទិន្នន័យដែលយើងធ្វើមិញហ្នឹងវានឹងកត់ត្រាឲ្យយើងនៅក្នុងកន្លែង statistic នេះបើបងឯងខ្មែរគេថាទិន្នន័យអញ្ចឹងបងប្អូនបាទឥឡូវពណ៌ខៀវហ្នឹងគឺ BMI ឯងពិន្ទុ BMI ខ្ញុំមិញហ្នឹង25បងប្អូនឃើញទេទម្ងន់របស់ខ្ញុំគឺ70គីឡូបងប្អូនឃើញទេហ្នឹងហើយហើយបងប្អូនឆ្ងល់ណានេះបងប្អូនឃើញនិយាយខ្ញុំគូបាទខ្ញុំ select មើលហើយ13ខ្ញុំកត់ត្រាចូលក្នុង app នេះដែរបាទ BMI ខ្ញុំ27បាទគីឡូខ្ញុំ79ហើយ14 BMI ខ្ញុំ28គីឡូខ្ញុំ80ទីបងប្អូនឃើញទេបាទឡើងដល់ពេលថ្ងៃ16បាទ BMI ខ្ញុំ26ទេគីឡូខ្ញុំបាន71ដល់ពេលថ្ងៃហ្នឹងថ្ងៃ17 BMI ខ្ញុំ 25.7 គីឡូខ្ញុំបាន70.00 គីឡូក្រាមពេលបងប្អូនបាទកត់ត្រាទុករហូតអានេះគាត់ថាជាឧទាហរណ៍មួយបងប្អូនណាអញ្ចឹងឧទាហរណ៍មួយទៀតចោះឧទាហរណ៍ថាខ្ញុំមើលឲ្យកូនស្រីខ្ញុំអាយុ3ឆ្នាំអញ្ចឹងណាហើយទម្ងន់គាត់មែនតើទៅ14គីឡូហើយគាត់1ម៉ែត្រគត់ហ្នឹងហើយហើយគាត់អាយុ3ឆ្នាំទេបាទអញ្ចឹងបងប្អូន select កន្លែងលេខ3មកនេះ3ឆ្នាំហើយកូនស្រីខ្ញុំហ្នឹងគឺភេទស្រីខ្ញុំ select កន្លែងភេទស្រីមកអូខេតែប៉ុណ្្នឹងហើយបងប្អូនចុចពាក្យថា calculate ចុចពងមក
ចឹងសញ្ញាព្រួយនេះបញ្ជាក់ថាកូនស្រីខ្ញុំគីឡូគាត់សុខភាពល្អស្ថិតក្នុងគីឡូស្តង់ដាក៏ប៉ុន្តែប៊ីខ្វះគីឡូទៀតចឹងហូតខ្ញុំធ្វើមិនក៏ដោយពង្រឹងគេហៅថាកូនស្រីខ្ញុំហ្នឹងឲ្យគាត់ញ៉ាំឲ្យបានច្រើនជាងមុនឲ្យគាត់ឡើងគីឡូជាងមុនតិចចឹងបងប្អូនបាទអូខេដល់ពេលណាបងប្អូនធ្វើហើយបងប្អូនចុចកន្លែងពាក្យថា sell នេះមកបងប្អូនណាបាទហើយបងប្អូនអត់ចង់ចុច sell ទេចុចកន្លែងពាក្យថា discount មកគឺវាថយក្រោយវិញហើយចឹងណា delete មកហើយវានឹងចេញទំព័រដើមឲ្យបងប្អូនវាយទម្ងន់គីឡូមើលបានណាបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនទាញយកផលប្រយោជន៍ពី app មួយនេះយកមកប្រើប្រាស់ឲ្យបានច្រើនតាមតែអាចធ្វើទៅបានបងប្អូនណាបាទពេលណាដែលបងប្អូនលើសគីឡូធាត់ទលុកទលុនឡើងមូលសាច់ឈាមស្រស់ថ្លាស្អាតសង្ហាណាបាទ PA គេដុសក្បាលពោះតិចតិចបាទគេថាសង្ហាគេថាស្អាតណាបាទក៏ប៉ុន្តែបងប្អូនកំពុងតែមានបញ្ហាហើយបងប្អូនមួយចំនួនគាត់ខំព្យាយាមគេហៅថាសម្រកទម្ងន់ឲ្យមកដល់ទម្ងន់សុខភាពគឺតែខ្ញុំណែនាំអញ្ចឹងណាអញ្ចឹងធ្វើឲ្យគាត់ស្រកគីឡូច្រើនមែនទែនហ្មងអញ្ចឹងសាច់គាត់ក៏លែងតឹងណែទៀតដែរអញ្ចឹងណាអញ្ចឹងនៅពេលណាដែលជួបមិត្តភក្តិគាត់ប្រអាប់ចុំអ្នកឯងមានជំងឺស្អីទេហើយមិនក៏ស្រកស្គមរៀបបាច់បុកអាក្រក់ម៉េះអូខេកុំខ្វល់ពីពាក្យសម្ដីអ្នកដទៃអញ្ចឹងណាបាទខ្វល់ពីសុខភាពខ្លួនឯងបាទអ្នកដែលលើសគីឡូអ្នកដែលធាត់ហ្នឹងហើយដែលត្រូវតែប្រយ័ត្នឲ្យបានច្រើនតាមតែអាចធ្វើទៅបានអញ្ចឹងណាបាទក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចមិនមានថាគីឡូយើងសុខភាពល្អសុខភាពយើងល្អដែរគឺមិនមែនទេវាទាមទារការពិនិត្យមើលគេហៅថាឈាមការពិនិត្យមើលសុខភាពរាងកាយយើងផ្សេងទៀតចឹងណាអញ្ចឹងសូមកុំភ្លេចទៅមើលឈាមជាប្រចាំបើទោះបីជាគីឡូយើងសុខភាពល្អក៏ដោយអ្នកជំងឺទឹកនោមផ្អែមខ្លះអត់លើសគីឡូទេណាស្គាល់ទេសូមបងប្អូនមានការប្រុងប្រយ័ត្នមែនទែនតាក់ទងជាមួយនឹងការគ្រប់គ្រងរបបអាហាររបស់បងប្អូនហើយនឹងការតាមដានពិនិត្យមើលសុខភាពជាប្រចាំបងប្អូនណាបាទនួយចុងក្រោយដែលខ្ញុំទទួលបានណាបាទគាត់ស្រកគីឡូច្រើនមែនទែនហ្មងគាត់ឃើញរាងគាត់ដូចអត់ស្អាតដូចមុនទេអាវក៏លងអស់ហើយគាត់ថាលោកគ្រូខ្ញុំចង់ឡើងគីឡូវិញបានអត់បានបងប្អូនណាវិធីសាស្ត្រឡើងគីឡូវាមាន2ទី1គឺឡើងខ្លាញ់ទី2ឡើងសាច់ដុំអញ្ចឹងណាបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាយាមទៅឡើងគីឡូតាមរយៈឡើងកំហាប់សាច់ដុំវិញបងប្អូនបាទហើយដើម្បីទៅឡើងគីឡូទៅឡើងកំហាប់សាច់ដុំនឹងបានណាគឺមានតែទៅជីមទេបងប្អូនបាទកន្លែងហាត់ប្រាណក៏យើងទិញឧបករណ៍ហាត់ប្រាណហាត់នៅផ្ទះអញ្ចឹងទៅបាទការលើកដុំដៃជាប្រចាំអានឹងដែលជួយឲ្យបងប្អូនគឺឡើងទម្ងន់បាទឡើងទម្ងន់ហ្នឹងមិនមែនឡើងដោយសារខ្លាញ់ទេគឺកំហាប់សាច់ដុំហើយតែយើងឡើងកំហាប់សាច់ដុំយើងមានកាន់តែច្រើនហើយណាយើងនឹងមានរាងកាយមួយមាំមួនហើយចាស់អាយុ70 80 90អ្នកខ្លះដល់100អាចដើរបានណាអត់ឲ្យគេគ្រាអត់ឲ្យអីបងប្អូនអញ្ចឹងណាអញ្ចឹងសុំលើសទម្ងន់ដោយសារសាច់ដុំកុំឲ្យលើសទម្ងន់ដោយសារខ្លាញ់ឲ្យសោះបងប្អូនបាទសុំបន្ថែមទៀតអ្វីដែលជួយជំរុញសាច់ដុំឲ្យរឹតតែឡើងបាទជួសជុលសាច់ដុំហ្នឹងបន្ទាប់ពីយើងហាត់ប្រាណហើយសាច់ដុំយើងមានការដាច់រលាត់មានការខូចខាតអញ្ចឹងអ្វីដែលទៅជួយគឺមានតែប្រូតេអ៊ីនទេបងប្អូនទទួលទានប្រូតេអ៊ីនឲ្យបានច្រើនដែលបានមកពីសាច់មាន់សាច់ជ្រូកសាច់គោសាច់ទាសាច់ត្រីស៊ុតអាហ្នឹងសុទ្ធតែពោពេញទៅដោយប្រូតេអ៊ីនហើយបាទសណ្ដែកម្សៅប្រូតេអ៊ីនអាហ្នឹងក៏ទទួលបានដែរអញ្ចឹងណាសំខាន់ខ្លាំងមែនទែនបើមិនយើងលើកទម្ងន់ពង្រឹងសាច់ដុំហើយយើងអត់ទទួលទានគ្រប់គ្រាន់ទេយើងមានបញ្ហាសុខភាពវិញទេអញ្ចឹងចំណីអាហារក៏ដើរតួនាទីសំខាន់ដែរសម្រាប់អ្នកហាត់ប្រាណណាអ្នកដែលលើកទម្ងន់គុនណាគេឲ្យញ៉ាំគេហៅថាប្រូតេអ៊ីនណាបាទដែលបានមកពីពពុះអាហារដែលខ្ញុំរៀបរាប់ខាងលើហ្នឹង1គីឡូមនុស្សឲ្យបាន2ក្រាមទៅ 2.2 ក្រាមអញ្ចឹងណាអានោះសំខាន់មែនទែនហើយមួយទៀតគេឲ្យបានគ្រប់គ្រាន់យប់ឡើងរាងកាយយើងត្រូវការជួសជុលសាច់ដុំដែលខូចខាតហ្នឹងអ្នកខ្លះថាចេះកំពុងតែលើកសាច់ដុំហ្នឹងគឺសាច់ដុំនឹងរីកពេលហ្នឹងហើយគឺមិនមែនទេសាច់ដុំមិនរីកពេលដែលយើងកំពុងតែលើកហ្នឹងទេយើងកំពុងតែលើកសាច់ដុំយើងខូចខាតហើយអញ្ចឹងណាសាច់ដុំរីកលូតលាស់ពេលយប់ដែលយើងសម្រាប់ហ្នឹងឯងអញ្ចឹងហើយបានជាគេឲ្យគេបានគ្រប់គ្រាន់មួយទៀតកុំភ្លេចទទួលទានខ្លាញ់ត្រីអូមេហ្គា 3 បងប្អូននៅពេលដែលបងប្អូនហាត់ប្រាណម្ដងដោយសារតែហ្នឹងវាជួយដល់សន្លាក់បងប្អូនព្រោះហាត់ប្រាណពេលខ្លះទៅវាអាចមានបញ្ហាដល់សន្លាក់ដែរចុងក្រោយគេសំខាន់ជាងគេទឹកខ្លះទៅហាត់ប្រាណផឹកទឹកគ្រប់គ្រាន់ទេអាហ្នឹងគឺបញ្ហាវាធ្វើឲ្យយើងគឺខ្សោះជាតិទឹកអញ្ចឹងណាបើអ្នកខ្លះហាត់ប្រាណហើយគឺញ៉ាំទឹកគ្រប់គ្រាន់ក៏ពិតមែនបងប្អូនមានដឹងអត់នៅពេលណាដែលយើងហាត់ប្រាណបងប្អូនបាញ់ញើសបាញ់ញើសច្រើនមែនតើញើសជួបខ្លួនហ្មងហើយអាញើសដបងគេបងប្អូនលើកមើលទៅគឺមានរសជាតិមិនដែរបងប្អូនមានដឹងអត់ដែលលើកញើសខ្លួនឯងអត់ប្រៃទៅហ៎អញ្ចឹងនៅពេលណាដែលបងប្អូនចេញញើសមិនមែនចេញតែជាតិទឹកមួយណាបាទចេញជាតិរ៉ែច្រើនណាស់បងប្អូនជាតិរ៉ែទីមួយមានអំបិលអញ្ចឹងហើយបានយើងញើសទៅប្រៃដល់ពេលយើងហាត់ឲ្យញូរទៅលេងបាច់អស់លេងអស់ជាតិទឹកហើយអញ្ចឹងណាឬក៏ចេញដែរក៏តែលេងសូវប្រៃហើយអញ្ចឹងបើថាយើងបាត់បង់ជាតិរ៉ែច្រើនណាអញ្ចឹងមានជាតិប្រៃបើកាសូយ៉ូមហ្នឹងបាទប៉ូតាស្យូមម៉ាញ៉េស្យូមហើយនិងក្លរ៉ៃ4ហ្នឹងគឺជាជាតិរ៉ែដែលនឹងត្រូវបានបាត់បង់ពេលដែលបងប្អូនកំពុងតែហាត់ប្រាណតាមរយៈញើសដែលបងប្អូននឹងឯងអញ្ចឹងខ្ញុំឃើញបងប្អូនមួយចំនួនណាគាត់ញ៉ាំទឹកដើម្បីបំពេញវិញហើយខ្ញុំឃើញបងប្អូនមួយចំនួនខ្លះគេយើងទិញទឹករ៉ែញ៉ាំទឹករ៉ែដែលដាក់លក់នៅទីផ្សារហ្នឹងគឺមានកម្រិតជាតិរ៉ែតិចមែនតើបងប៉ុនកញ្ចក់ដៃអត់អាចបំពេញគ្រប់គ្រាន់ទេដូច្នេះបងប្អូនគួរតែរកគេហៅថាអាម្សៅ electrolyte ហ្នឹងគឺវាជួយបំពេញជាតិរ៉ែដែលបាត់បង់ជាមួយនឹងទឹកហ្នឹងអញ្ចឹងទិញទឹក1លីត្រកន្លះទៅ2លីត្រដាក់ម្សៅហ្នឹងមួយស្លាបព្រាបោះវាទៅបាទអាហ្នឹងរាងកាយបងប្អូននឹងបំពេញបាននៅជាតិទឹកហើយនឹងជាតិរ៉ែគ្រប់គ្រាន់មួយណានេះគឺជាចំណុចទូលខ្លីៗតូចៗដែលបងប្អូនគួរតែពិចារណាតាក់ទងជាមួយនឹងលំហាត់ប្រាណបងប្អូនបាទអរគុណច្រើនបងប្អូន